នៅថ្ងៃទី28ខែធ្នូឆ្នាំ2014ពលគឺ3ថ្ងៃមុនឆ្លងឆ្នាំសកល2015ប្រទេសឥណ្ឌូនេស៊ីបានជួបប្រទះនូវសោកនាដកម្មផ្លូវអាកាសដ៏ធ្ងន់បំផុតមួយជើងហោះហើរឥណ្ឌូនេស៊ី Air Asia មួយគ្រឿងបានធ្លាក់ចូលក្នុងសមុទ្រ Java ក្នុងកំឡុងពេលហោះហើរបានពាក់កណ្ដាលផ្លូវចាក់ចេញពីទីក្រុង Surabaya របស់ឥណ្ឌូនេស៊ីធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃកើតហេតុគេដឹងថាអាកាសធាតុលើសមុទ្រ Java គឺមិនល្អនោះទេមេឃមានពពកខ្មៅដេរដាសខ្យល់ក៏កំពុងបោកបក់ហើយភ្លៀងក៏កំពុងធ្លាក់នៅស្ទើរតែគ្រប់ទីកន្លែងផងដែរគ្រោះថ្នាក់នេះបានឆក់យកជីវិតមនុស្សទាំងអស់នៅលើយន្តហោះចំនួន162នាក់ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកទេសចរជនជាតិឥណ្ឌូនេស៊ីលោកប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែងសាររំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារអ្នកដំណើរទាំងអស់ហើយបដិញ្ញានឹងបើកការស៊ើបអង្កេតរកគ្រឹះគល់ពីអ្វីដែលបានកើតឡើងព្រឹត្តិការណ៍នេះបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញពិភពលោកសារព័ត៌មានធំៗបានចុះផ្សាយប្រងព្រាតពីករណីនេះហើយមូលហេតុដែលជាឫសគល់នៃគ្រោះថ្នាក់នេះក៏ត្រូវបានគេវែកញែកភ្លុកទឹកភ្លុកដីពីសំណាក់អ្នកជំនាញជាច្រើនផងដែរដូច្នេះចង់ដឹងថាតើមានរឿងអ្វីខ្លះបានកើតឡើងហើយតើគ្រោះថ្នាក់នេះកើតឡើងដោយសារតែធម្មជាតិឬយ៉ាងណា Miss Pilot KH នឹងបកស្រាយនៅក្នុងវីដេអូនេះល្ងាចថ្ងៃទី28ខែធ្នូឆ្នាំ2014ជើងហោះហើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរឥណ្ឌូនេស៊ី Air Asia កំពុងហោះហើរពីលើសមុទ្រ Java របស់ឥណ្ឌូនេស៊ីជើងហោះហើរនោះគឺឥណ្ឌូនេស៊ី Air Asia 8501ដែលមានគោលដៅហោះពីទីក្រុង Surabaya របស់ឥណ្ឌូនេស៊ីឆ្ពោះទៅកាន់ប្រលានយន្តហោះឆាំងជីរបស់សិង្ហបុរីនេះជាឱកាសសម្រាប់ឆ្លងឆ្នាំដែលមនុស្សម្នាសម្រុកធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារទៅក្រៅប្រទេសសម្រាប់ថ្ងៃនេះក្នុងយន្តហោះទទួលបានអ្នកដំណើររហូតដល់155នាក់ដែលសុទ្ធសឹងតែជាក្រុមគ្រួសារជនជាតិឥណ្ឌូនេស៊ីធ្វើដំណើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំនាពេលខាងមុខចំណែកក្នុងបន្ទប់បញ្ជាការហោះហើរនៅថ្ងៃនេះដឹកនាំដោយ Pilot 2នាក់គឺកាពីតែនជនជាតិឥណ្ឌូនេស៊ីឈ្មោះ Ariyanto វ័យ53ឆ្នាំដែលគាត់មានបទពិសោធន៍ហោះហើរយ៉ាងក្រាស់ក្រែលរហូតដល់ 2537 ម៉ោងរីឯ First Officer វិញគឺជា Pilot ជនជាតិបារាំងឈ្មោះ Remy Emmanuel Plissel វ័យ46ឆ្នាំដែលគាត់ទើបតែបញ្ចប់ការសិក្សានិងមានបទពិសោធន៍ហោះហើរស្ដួចស្ដើងទើបតែបាន 2247 ម៉ោងប៉ុណ្ណោះយន្តហោះដែលប្រើប្រាស់សម្រាប់ជើងហោះហើរនេះគឺប្រភេទយន្តហោះ Airbus A320 ដែលជាយន្តហោះដ៏ទំនើបសុវត្ថិភាពខ្ពស់និងពេញនិយមបំផុតសម្រាប់ការហោះហើររយៈចម្ងាយខ្លីនិងមធ្យមងាកមកអាកាសធាតុឯនេះវិញថ្ងៃនេះផ្ទៃមេឃមិនសូវជាល្អនោះទេចរន្តសម្ពាធទាបបាននាំឲ្យមានព្យុះភ្លៀងនៅស្ទើរតែគ្រប់ទីកន្លែងហើយពិសេសគឺនៅលើផ្ទៃសមុទ្រ Java តែម្ដងការហោះហើរកំពុងប្រព្រឹត្តទៅជាធម្មតាពីលើសមុទ្រ Java ហើយក្រុម Pilot រំពឹងថានឹងប្រើប្រាស់ពេលតែ2ម៉ោងប៉ុណ្ណោះហោះហើរបានពាក់កណ្ដាលផ្លូវនៅកម្ពស់ 32,000 feet កាពីតែន Ariyanto បានពិនិត្យលើរ៉ាដាឃើញថានៅខាងមុខមានព្យុះភ្លៀងយ៉ាងធំមួយមិនបងអង្គយូគាត់បានទំនាក់ទំនងមកអ្នកបញ្ជាដែនអាកាសម៉ាឡេស៊ីស្នើសុំហោះឡើងទៅលើទៀតដើម្បីឲ្យផុតព្យុះភ្លៀងកំពុងទំនាក់ទំនងជាមួយអ្នកបញ្ជាដែនអាកាសស្រាប់តែសញ្ញាព្រមានមួយបានរឡើងសញ្ញាព្រមាននេះត្រូវបានបញ្ជូនមកពីកន្ទុយផ្នែកខាងក្រោយពេលប្រព័ន្ធស្វ័យប្រវត្តិបានរកឃើញវាបានបត់លើសការកំណត់ចំពោះកាពីតែន Ariyanto សញ្ញាព្រមាននេះមិនមែនជារឿងថ្មីសម្រាប់គាត់នោះទេពលគឺសញ្ញាព្រមាននេះបានកាត់ឡើងជាច្រើនលើកច្រើនសារមកហើយលើយន្តហោះមួយគ្រឿងនេះដោយសារតែយន្តហោះ A320 មានប្រព័ន្ធទំនើប Electronic Centralized Aircraft Monitor ឬ ECAM ប្រព័ន្ធនេះបានបង្ហាញការណែនាំឲ្យ Pilot ដោះស្រាយការព្រមាននេះដោយត្រូវ Reset Flight Augmentation Computer ទី1ឬ Phase 1និង Flight Augmentation Computer ទី2ឬ Phase 2មិនបងអង្គយូកាពីតែន Ariyanto ក៏ធ្វើតាមការណែនាំហើយភ្លាមសញ្ញាព្រមានក៏ត្រូវបានដោះស្រាយងាកមកអ្នកបញ្ជាដែនអាកាសឯនេះវិញក្រោយទទួលបានសំណើពីក្រុម Pilot ពួកគាត់បានអនុញ្ញាតឲ្យយន្តហោះហោះឡើងទៅកម្ពស់ 34,000 feet ទទួលបានការអនុញ្ញាតពីអ្នកបញ្ជាដែនអាកាសមិនទាន់នឹងបានឆ្លើយតបផងស្រាប់តែសញ្ញាព្រមានដដែលក៏បានរឡើងសារជាថ្មីឃើញបែបនេះកាពីតែនក៏ធ្វើតាមការណែនាំដដែលទៀតប៉ុន្តែការណែនាំនេះហាក់មិនបានផលនោះទេសញ្ញាព្រមានដដែលក៏រឡើង2ដងបន្តបន្ទាប់ទៀតកាពីតែន Ariyanto ក៏ចាប់ផ្ដើមធុញទ្រាន់ជាមួយនឹងការព្រមានដែលរឡើងដដែលជាច្រើនលើកហើយគាត់ក៏នឹកឃើញវិធីផ្សេងដើម្បីដោះស្រាយវាក្រោយព្យាយាមដោះស្រាយតាមវិធីផ្សេងភ្លាមសញ្ញាព្រមានជាច្រើនក៏បានរឡើងប្រព័ន្ធ Auto Pilot Auto Throttle និងប្រព័ន្ធសំខាន់ផ្សេងទៀតរបស់យន្តហោះក៏លែងដំណើរការហើយយន្តហោះក៏ផ្អៀងទៅខាងឆ្វេងយ៉ាងខ្លាំង First Officer Emmanuel ព្យាយាមគ្រប់គ្រងយន្តហោះមកវិញប៉ុន្តែអ្វីហាក់ប្រែជាច្របូកច្របល់និងពិបាកយ៉ាងខ្លាំងសម្រាប់គាត់ភ្លាមយន្តហោះបានចាប់ផ្ដើមបះក្បាលឡើងយ៉ាងខ្លាំងខុសពីធម្មតាបង្កើតបានជា Aerodynamic Stall រួចក៏ចាប់ផ្ដើមធ្លាក់ពីលើអាកាសតែម្ដងអ្នកដំណើរខាងក្រោយចាប់ផ្ដើមទទួលអារម្មណ៍មិនស្រួលនោះទេហើយមិនយល់ប៉ុន្មានសម្រែកដល់ភ័យខ្លាចក៏លាន់លឺពេញយន្តហោះ Pilot ទាំងពីរព្យាយាមយ៉ាងខ្លាំងដើម្បីកែប្រែស្ថានភាពតែការបញ្ជាច្របូកច្របល់មិន
អាចជួយអ្វីបាននោះទេហើយទីបំផុតយន្តហោះក៏ធ្លាក់ចូលសមុទ្រ Java តែម្ដងនៅក្នុងបន្ទប់បញ្ជាដែនអាកាសឯនេះវិញភ្លាមជើងហោះហើរ8501ក៏បាត់ចេញពីរ៉ាដាពួកគាត់ព្យាយាមតាក់ទងទៅជើងហោះហើរនេះជាច្រើនលើកច្រើនសារតែនៅតែគ្មានការឆ្លើយតបណាមួយនោះឡើយមិនយូរប៉ុន្មានដំណឹងនៃការបាត់យន្តហោះនេះក៏ត្រូវបានផ្សព្វផ្សាយពេញសារព័ត៌មានឥណ្ឌូនេស៊ីក៏ដូចជាសារព័ត៌មានអន្តរជាតិផ្សេងទៀតហើយការរុករកនិងការសង្គ្រោះក៏ចាប់ផ្ដើមឡើងភ្លាមតែម្ដងនាវាជាច្រើនគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ីក៏ដូចជាប្រទេសជាមិត្តផ្សេងដូចជាសិង្ហបុរីម៉ាឡេស៊ីចិនជប៉ុនអូស្ត្រាលីនិងអាមេរិកជាដើមបានបើកការរុករកនៅកន្លែងដែលយន្តហោះនោះបានបាត់ដានក្រៅពីនេះយន្តហោះក៏ដូចជាឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានហោះឆ្វែលយ៉ាងកក្រឹកកក្រែងផងដែរចំណែកក្រុមគ្រួសារជនរងគ្រោះទាំងអស់បានប្រមូលផ្ដុំគ្នារងចាំតាមដានដំណឹងសុខទុក្ខរបស់សាច់ញាតិខ្លួនយ៉ាងអន្ទះសារជាទីបំផុត CEO របស់ Air Asia លោក Tony Fernandez បានចេញមុខថ្លែងសាររន្ធត់និងសោកស្ដាយនៅអ្វីដែលបានកើតឡើងនិងប្រកាសទទួលខុសត្រូវគ្រប់យ៉ាងមិនរត់ទៅណានោះទេក្រោយការរុករកតែ2ថ្ងៃបំណែកតូចធំជាច្រើនរបស់យន្តហោះក៏ត្រូវបានគេរកឃើញជាបន្តបន្ទាប់មនុស្សនៅលើយន្តហោះទាំងអស់ទាំង162នាក់គ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះឡើយហើយបំណែកយន្តហោះជាច្រើនបានលិចក្នុងសមុទ្រជម្រៅជាង40ម៉ែត្រនេះគឺជាសោកនាដកម្មផ្លូវអាកាសដ៏ធំបំផុតទី2របស់ឥណ្ឌូនេស៊ីបន្ទាប់ពីគ្រោះថ្នាក់ធំបំផុតទី1បានកើតឡើងកាលពីឆ្នាំ1997ដែលការនោះបានសម្លាប់មនុស្សរហូតដល់234នាក់លោកប្រធានាធិបតីឥណ្ឌូនេស៊ីជូកូវីដូដូបានថ្លែងសាររំលែកទុក្ខដល់ក្រុមគ្រួសារអ្នកដំណើរទាំងអស់និងបដិញ្ញាបើកការស៊ើបអង្កេតរកគ្រឹះគល់នៃឧបទ្ទវហេតុនេះឲ្យបានលឿនតាមដែលអាចធ្វើបានរំលងបានប៉ុន្មានថ្ងៃក្រុមអ្នកស៊ើបអង្កេតរបស់ឥណ្ឌូនេស៊ី National Transportation Safety Committee ឬ NTIC រួមនឹងក្រុមអ្នកជំនាញបរទេសមួយចំនួនទៀតបានចាប់ផ្ដើមបើកការស្រាវជ្រាវអំពីករណីនេះដោយសារតែប្រអប់ខ្មៅទាំងពីរនៅមិនទាន់រកឃើញនៅឡើយដូច្នេះជាដំបូងក្រុមអ្នកស៊ើបអង្កេតបានពិនិត្យទៅលើបំណែកនានានៃយន្តហោះនេះដើម្បីរកថាតើវាអាចជាការបំផ្ទុះពីខាងក្នុងឬយ៉ាងណាតាមការពិនិត្យជាក់ស្ដែងបំណែកបែកបាក់ទាំងឡាយនិងរបៀបដែលវាខូចខាតហាក់បានប្រាប់អ្នកស្រាវជ្រាវយ៉ាងច្បាស់ថាស្លាកស្នាមទាំងអស់នេះកើតឡើងពីការប៉ះទង្គិចនៅពេលធ្លាក់នៅថ្ងៃនោះប៉ុណ្ណោះក្រុមអ្នកស្រាវជ្រាវក៏ពិនិត្យផងដែរទៅលើទិន្នន័យអាកាសធាតុដែលមាននៅលើខ្សែហោះនៃជើងហោះហើរនេះហើយអ្វីដែលគេសង្ស័យការធ្លាក់នេះក៏អាចជាប់ពាក់ព័ន្ធនឹងអាកាសធាតុផងដែរដោយសារតែនៅពេលនោះអាកាសធាតុគឺមិនល្អនោះទេយ៉ាងណាក៏ដោយនេះគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះក្រុមអ្នកស្រាវជ្រាវទាំងអស់ត្រូវរងចាំការមកដល់នៃប្រអប់ខ្មៅទាំងពីរដើម្បីអាចកោះកកាយពីអាងកំបាំងក្រោយរងចាំយ៉ាងអន្ទះសារអស់រយៈពេលជិត2សប្តាហ៍ប្រអប់ខ្មៅទាំងពីរក៏ត្រូវបានក្រុមអ្នកមុជទឹកប្រទះឃើញជាបន្តបន្ទាប់ការរកឃើញប្រអប់ខ្មៅទាំងពីរគឺជាជំហានដ៏សំខាន់សម្រាប់ដំណើរការស្រាវជ្រាវពីអ្វីដែលបានកើតឡើងមិនបង្អង់យូរក្រុមអ្នកស៊ើបអង្កេតក៏ចាប់ផ្ដើមពិនិត្យទៅលើប្រអប់ខ្មៅថតសម្លេងក្នុងបន្ទប់បញ្ជាហើយអ្វីដែលគេឮដំបូងនេះគឺគួរឲ្យភ្ញាក់ផ្អើលជាទីបំផុតនៅប៉ុន្មាននាទីចុងក្រោយមុនគ្រោះថ្នាក់កើតឡើងគេឮសញ្ញាព្រមានរោលដដែលចំនួន4ដងបន្តបន្ទាប់គ្នាដែលសញ្ញាព្រមាននោះត្រូវបានគេស្គាល់ថាជាសញ្ញាព្រមាន RTLU មានពាក្យពេញថា Radar Travel Limit Unit ដែលវាគឺជាឧបករណ៍ sensor មួយដែលគេបំពាក់នៅកន្ទុយក្រោយរបស់យន្តហោះហើយវានឹងបញ្ជូនការព្រមានប្រសិនបើវារកឃើញថាការបត់ឆ្វេងឬស្ដាំរបស់កន្ទុយក្រោយលើសកម្រិតកំណត់ណាមួយតាមរយៈ CVR ដដែលគេឮកាពីតែនបានធ្វើទៅតាមការណែនាំរបស់ ECAM ដោយ reset phase 1និង phase 2 ដដែលចំនួន3ដងបន្តបន្ទាប់គ្នាប៉ុន្តែនៅសញ្ញាព្រមានទី4គេឮកាពីតែននិយាយថាគាត់មានគំនិតថ្មីដើម្បីដោះស្រាយវាបន្ទាប់ពីកាពីតែននិយាយបែបនេះភ្លាមស្រាប់តែគេឮសញ្ញាព្រមានរោលឡើងប្រងព្រាតប្រព័ន្ធ Auto Pilot Auto Throttle ក៏បានរោលឡើងហើយបន្តិចក្រោយមកគេក៏ឮសញ្ញាព្រមានពីការ stall ក៏រោលឡើងផងដែរក្នុងយន្តហោះបានប្រែជាច្របូកច្របល់ Pilot ក៏ស្រាប់តែពិបាកក្នុងការបញ្ជាយន្តហោះហើយមិនយូរប៉ុន្មានយន្តហោះក៏ធ្លាក់ចូលសមុទ្រ Java តែម្ដងអ្វីដែលក្រុមអ្នកស៊ើបអង្កេតបានឮហាក់បានបញ្ជាក់យ៉ាងច្បាស់ថាគ្រោះថ្នាក់នេះមិនមែនបណ្ដាលមកពីអាកាសធាតុអ្វីនោះទេតែបញ្ហាគឺផ្ដើមចេញពីយន្តហោះនេះខ្លួនឯងអ្នកស្រាវជ្រាវក៏ចាប់ផ្ដើមឆ្ងល់ផងដែរថាតើនៅសញ្ញាព្រមានទី4កាពីតែនអារីយន្តោបានធ្វើអ្វីបានជាប្រព័ន្ធនានាបែរជាលែងដំណើរការបែបនេះហើយអ្វីដែលសំខាន់ទៀតនោះគឺយន្តហោះ A320 នេះបានបំពាក់មកនៅប្រព័ន្ធទំនើបនានាដើម្បីបញ្ជាពីការ stall ចុះហេតុអ្វីបានជាយន្តហោះ stall រហូតដល់ធ្លាក់បែបនេះគួរបញ្ជាក់បន្តិចថា stall គឺកើតឡើងនៅពេលដែលយន្តហោះបាសក្បាលឡើងខ្លាំងខុសពីធម្មតាធ្វើឲ្យប៉ះពាល់ដល់លំហូរខ្យល់បណ្ដាលឲ្យស្លាប់បាត់បង់ការលើកធ្វើឲ្យយន្តហោះធ្លាក់ចុះតែម្ដងមុនពេលដែលគេអាចវិភាគទៅលើប្រអប់ខ្មៅទី2អ្នកស៊ើបអង្កេតបានពិនិត្យទៅលើប្រវត្តិនានាដែលតាក់ទងនឹងប្រព័ន្ធ RTLU នេះរួចក៏រកឃើញនៅភាពភ្ញាក់ផ្អើលជាខ្លាំងសញ្ញាព្រមាន RTLU នេះបានកើតឡើងជាបន្តបន្ទាប់រយៈពេលជាង1ឆ្នាំមកហើយនិងនៅប៉ុន្មានខែចុងក្រោយនេះសញ្ញាព្រមាននេះគឺកើតឡើងញឹកជាងធម្មតាជាងបច្ចេកទេសរបស់ក្រុមហ៊ុនក៏បានដឹងអំពីរឿងនេះដែរប៉ុន្តែដោយសារវាមិនសូវសំខាន់ខណៈការហោះហើរក៏មមាញឹកថែមទៀតពួកគាត់បានត្រឹម restart ប៉ុណ្ណោះតែមិនដែលបានរកឫសគល់នៃបញ្ហានោះឡើយនៅថ្ងៃបន្ទាប់ក្រុមអ្នកស៊ើបអង្កេតក៏ចាប់ផ្ដើមពិនិត្យទៅលើ FDR ដោយសង្ឃឹមថានឹងអាចជួយបកស្រាយនៅអ្វីដែលអ្នកស៊ើបអង្កេតមិនទាន់យល់តាមរយៈទិន្នន័យ
របស់ FDR បានបង្ហាញដូចគ្នានឹង CVR ថាសញ្ញាព្រមាន RTLU 3 ដងដំបូង pilot បានដោះស្រាយទៅតាមការណែនាំរបស់ ECAM System ប៉ុន្តែនៅសញ្ញាព្រមានទី4គេឃើញ pilot បានធ្វើអ្វីម្យ៉ាងខុសពីសញ្ញាព្រមានមុនដែលនាំឲ្យប្រព័ន្ធសំខាន់ជាច្រើនលែងដំណើរការតែម្ដងលើសពីនឹងទៅទៀតតនន័យក៏បញ្ជាក់ដែរថាក្រោយប្រព័ន្ធសំខាន់ផ្អាកដំណើរការគេឃើញយន្តហោះបានផ្អៀងទៅខាងឆ្វេងរហូតដល់54ដឺក្រេដែលនេះគឺខ្លាំងខុសពីធម្មតារហូតដល់ជាង2ដងមិនត្រឹមតែប៉ុណ្ណឹងនោះទេអ្វីដែលគេមិនយល់គឺ First Officer Rami Emanuel បែរជាទាញយន្តហោះឡើងទៅលើទាញហើយទាញទៀតរហូតក្បាលយន្តហោះបះឡើង45ដឺក្រេធ្វើឲ្យវាដល់ចំណុច stall ហើយក៏ធ្លាក់ចុះតែម្ដងសំណួរមួយដែលក្រុមអ្នកស៊ើបអង្កេតចង់ដឹងបំផុតហើយសូម្បីតែប្រអប់ខ្មៅទាំងពីរក៏មិនអាចបកស្រាយបាននោះគឺតើកាពីតែន Arianto បានធ្វើអ្វីនៅសញ្ញាព្រមានទី4ដែលនាំឲ្យអ្វីៗទាំងអស់កើតឡើងបែបនេះរំលងបានប៉ុន្មានថ្ងៃដំណឹងដ៏សំខាន់ដែលក្រុមអ្នកស្រាវជ្រាវគិតមិនទាន់យល់ទីបំផុតក៏បានមកដល់ព័ត៌មាននោះបានឲ្យដឹងថា3ថ្ងៃមុនឧបទ្ទវហេតុកើតឡើងកាពីតែន Arianto ត្រូវហោះហើរយន្តហោះដដែលនេះពី Surabaya ទៅទីក្រុង Kuala Lumpur ប៉ុន្តែមុនចេញដំណើរសញ្ញាព្រមាន RTLU នេះក៏បានរោឡើង Flight Engineer ក៏បានមកពិនិត្យភ្លាមៗហើយដំបូងគាត់ក៏ធ្វើតាម ECAM System ផងដែរប៉ុន្តែនៅពេលសញ្ញាព្រមានដដែលរោឡើងម្ដងទៀតគាត់ក៏បិទប្រព័ន្ធភ្លើងតែម្ដង Flight Engineer បានបិទប្រព័ន្ធភ្លើងឬភាសាបច្ចេកទេសហៅថា Circuit Breaker ទៅលើប្រព័ន្ធកុំព្យូទ័រធំហើយនៅពេលដែលបើកមកវិញសញ្ញាព្រមានត្រូវបានដោះស្រាយនៅនឹងមុខកាពីតែនតែម្ដងនេះគឺជាព័ត៌មានដ៏ភ្ញាក់ផ្អើលមួយតាមរយៈអ្វីដែលទទួលបានអ្នកស៊ើបអង្កេតសង្ស័យថាដោយសារតែធុញទ្រាន់នឹងសញ្ញាព្រមានដដែលជាច្រើនដងកាពីតែន Arianto ប្រកាសជាទាញ Circuit Breaker បិទប្រព័ន្ធកុំព្យូទ័រធំទាំងស្រុងតែម្ដងក្នុងកំឡុងនៃការហោះហើរបើតាមអ្នកជំនាញការបិទកុំព្យូទ័រធំរបស់យន្តហោះនៅលើដីគឺមិនមានបញ្ហាអ្វីនោះទេប៉ុន្តែខណៈពេលហោះហើរយន្តហោះកំពុងស្ថិតនៅក្នុង Flying Mode ប្រព័ន្ធកុំព្យូទ័រដាច់ខាតគឺមិនត្រូវបិទនោះទេដើម្បីរកថាតើកាពីតែន Arianto ពិតជាបានបិទប្រព័ន្ធកុំព្យូទ័រដោយទាញបិទ Circuit Breaker ទាំងពីរមែនដែរឬយ៉ាងណាក្រុមអ្នកស្រាវជ្រាវក៏ចាប់ផ្ដើមធ្វើតេស្តសាកល្បងលើ Flight Simulation ការធ្វើតេស្តសាកល្បងនេះហើយបាននាំឲ្យគេរកឃើញយ៉ាងច្បាស់ថាកាពីតែន Arianto ពិតជាបានទាញបិទ Circuit Breaker ទាំងពីរនោះមែនដោយសារតែសញ្ញាទាំងអស់ដែលរឡើងគឺដូចគ្នាទាំងស្រុងលើជើងហោះហើរ8501ពេលនេះក្រុមអ្នកស៊ើបអង្កេតបានយល់នៅអ្វីដែលបានកើតឡើងក្នុងបន្ទប់បញ្ជានោះហើយបញ្ហាតូចៗដែលគេមើលរំលងរហូតមកបាននាំឲ្យកើតរឿងធំមិនគួរឲ្យជឿការបិទប្រព័ន្ធកុំព្យូទ័រទាំងស្រុងក្នុងកំឡុងពេលដែលយន្តហោះកំពុងហោះហើរបាននាំឲ្យខួរក្បាលសំខាន់របស់វាត្រូវរាំងស្ទះហើយប្រព័ន្ធសុវត្ថិភាពផ្សេងៗក៏លែងដំណើរការផងដែរនេះគឺជាការរកឃើញដ៏សំខាន់មួយមុនពេលដែលអ្នកស្រាវជ្រាវអាចបកស្រាយពីអាកំបាំងប៉ុន្តែនៅមានមន្ទិលចុងក្រោយមួយទៀតដែលអ្នកស៊ើបអង្កេតមិនទាន់អាចបកស្រាយបានបិទថាប្រព័ន្ធកុំព្យូទ័រមានបញ្ហាប៉ុន្តែយន្តហោះអាចហោះហើរដោយដៃបានជាធម្មតាចុះហេតុអ្វីក៏យន្តហោះបែរជាហោះឡើងទៅលើងើបក្បាលរហូតដល់45ដឺក្រេរហូតដល់ stall បែបនេះក្រុមអ្នកស្រាវជ្រាវក៏ពិនិត្យស៊ីជម្រៅទៅលើប្រអប់ខ្មៅទាំងពីរហើយរកឃើញថា First Officer ដែលមានបទពិសោធន៍តិចតួចគឺជាអ្នកបញ្ជាយន្តហោះនៅពេលនោះហើយដោយសារតែសញ្ញាព្រមានប្រងព្រាតរួមសំនឹងយន្តហោះកំពុងផ្អៀងទៅឆ្វេងខ្លាំងវាបានធ្វើឲ្យ First Officer Emanuel ច្របូកច្របល់បាត់បង់ម្ចាស់ការទាញយន្តហោះឡើងទៅលើមួយទំហឹងតែម្ដងក្នុងពេលដល់ច្របូកច្របល់នេះគេឮកាពីតែនព្យាយាមប្រាប់ First Officer ឲ្យទម្លាក់ក្បាលចុះមកវិញដោយប្រើពាក្យ pull down ដែលពាក្យនេះកាន់តែធ្វើឲ្យ First Officer ច្រឡំបន្ថែមទៀតសម្រាប់អ្នកជំនាញការប្រើពាក្យ pull down គឺជាការបញ្ជាបែបច្របូកច្របល់របស់កាពីតែនខណៈពាក្យត្រឹមត្រូវគឺ pulse down ឬ nose down តាមរយៈ FDR គេក៏ឃើញថានៅនាទីចុងក្រោយកាពីតែន Arianto ក៏ចាប់ផ្ដើមបញ្ជាយន្តហោះផងដែរប៉ុន្តែដោយសារតែ pilot ទាំងពីរបញ្ជាយន្តហោះក្នុងពេលតែមួយប្រព័ន្ធបញ្ជាទទួលបានការបញ្ជាច្របូកច្របល់ធ្វើឲ្យវាលុបចោលការបញ្ជាគ្នាទៅវិញទៅមកនាំឲ្យយន្តហោះនៅតែធ្លាក់ពីលើអាកាសដដែលនេះគឺជារឿងហេតុគ្រប់យ៉ាងដែលកើតឡើងលើជើងហោះហើរ Indonesia Air Asia លេខ8501ហេតុផលដែលនាំឲ្យមនុស្សទាំង162នាក់បាត់បង់ជីវិតគឺកើតឡើងពីបញ្ហាតូចមួយដែលត្រូវបានគេមើលរំលងរហូតមករួមសំនឹងការ error របស់ pilot របាយការណ៍ចុងក្រោយបានណែនាំឲ្យមានការពិនិត្យទៅលើបញ្ហាតិចតួចទាំងឡាយដែលកើតឡើងជាទៀងទាត់មិនទាន់រកឃើញបញ្ហានោះនៅឡើយត្រូវប្រញាប់ដោះស្រាយមុនពេលដែលវាបង្កជាបញ្ហាធំនាពេលខាងមុខរបាយការណ៍ដដែលក៏ណែនាំឲ្យការប្រើប្រាស់ពាក្យពេចន៍បច្ចេកទេសក្នុងបន្ទប់បញ្ជាត្រូវតែច្បាស់និងដាច់ពីគ្នាដោយជៀសវាងការប្រើពាក្យពេចន៍ដែលស្រដៀងឬភ័ន្តច្រឡំជាលទ្ធផលក្រុមហ៊ុន Air Asia បានផ្ដល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ចំនួន$32,000សម្រាប់ការបាត់បង់សមាជិកម្នាក់ចំណែកជើងហោះហើរ Surabaya ទៅសិង្ហបុរីក៏ត្រូវផ្លាស់ប្ដូរពី QZ8501 ទៅជា QZ678 វិញអ្វីដែលយើងអាចរៀនសូត្រពីឧបទ្ទវហេតុនេះគឺការមើលរំលងរឿងតូចតាចមិនសំខាន់នៅថ្ងៃនេះវាអាចនាំឲ្យយើងបាត់បង់របស់សំខាន់ណាមួយនៅថ្ងៃក្រោយដោយសារវាជាឧទាហរណ៍ដូចជារឿងលុយកាក់ទំនាក់ទំនងចំនួនជួញដូរឬសុខភាពជាដើមអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត